Yo hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំបានឃើញវីដេអូដែលខ្ញុំផុសពីដល់របៀបដល់ Minecraft ហ្នឹងគឺមាន view ច្រើនមែនតើរហូតដល់ 4000 view អញ្ចឹងឥឡូវគឺខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបដាក់ shader នៅក្នុង Minecraft ដែលខ្ញុំបរិញ្ញាអ្នកគ្នា down ហ្នឹងហើយបើគ្នាយើងអត់ទាន់ដឹងថា down Minecraft តាម IS មកគ្នាយើងអាចទៅមើលវីដេអូចាស់បាននេះយើងឲ្យចុច like ចុច comment ម្នាក់មួយផងខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូតែម្ដងនៅពេលដែលមាន view តោះឥឡូវយើងទៅដឹងពីរបៀបដាក់យើងអ្នកទាំងគ្នាឥឡូវយើងមើលនេះគឺជាកម្មវិធី DL សម្រាប់ដាក់ shader អ្នកគ្នាវាយតែក្នុង Play App Store វាថា DL ឬចាញ់នេះយ៉ាង IS មានដែល Oppo ក៏មានដែរយ៉ាងឥឡូវយើងចុច search មកនិយាយហងវល់នេះខ្ញុំចឹងវាយពាក្យថា shader SHDER ហ្នឹងគ្នាយើងចុចវាយឡើងមកយើងគ្នាយើងមិនឃើញ shader ច្រើនហើយយ៉ាងនេះចុចយក shader នេះមួយមកគ្នាយើងអូខេអ្នកគ្នាចុច download មកបាទគឺយើងចុច download គឺចំណាយតិចខ្លាំងមែនទែនអូខេអ្នកគ្នាចុចអាកន្លែងលើនឹងទៀតមកយើងមិនឃើញ Minecraft របស់យើងចុចចូលមកគឺវាចូលតែម្ដងអ្នកគ្នាឥឡូវយើងទៅដឹងពីរបៀបចូលដាក់អ្នកគ្នាបាទនិយាយដាក់មិនអីមិនគ្នាយើងអត់ដឹងទេឥឡូវយើងមកចូលកន្លែង setting អ្នកគ្នាចូលកន្លែង setting យើងមកហើយគ្នាយើង scroll វាចូលទៅក្រោមគ្នាអូសទៅក្រោមមកហើយគ្នាយើងមើលឡើងនេះយើងដាក់តាមខ្ញុំមកនេះគឺជា shader យើងបាន download នេះយើងដាក់ FS ដាក់អីចឹងមកនេះយើងដើម្បីឲ្យវាកាន់តែ smooth នេះយើងទូរស័ព្ទមកល្មមឲ្យដាក់ទៅ smooth យកតែម្ដងតែថាពេលខ្ញុំធ្វើវីដេអូហ្នឹងអត់បានដាក់ទេចឹងហើយវាអត់ smooth ទេឥឡូវយើងដាក់ហើយទៅនេះយើងដាក់ហើយចឹងទៅគឺវាដូចគេ PC វាចេញដំណងពណ៌ខ្មៅបែបនេះចឹងហើយយើងគ្រាន់តែចុចចាំវាតិចទៅវានឹងឲ្យយើងចូលទៅលេងនេះយើងអាចបង្កើតវាអីលេងទៅចឹងហើយវីដេអូខ្ញុំអត់មានអីច្រើនទេបើគ្នាយើងចង់ដឹងពីរបៀបធ្វើអីនៅក្នុង Minecraft ឬក៏ស្អីផ្សេងទៀតគ្នាយើងអាច comment នៅក្រោមវីដេអូខ្ញុំបាន goodbye នេះយើង